តើអ្នកធ្លាប់ឆ្ងល់ទេថាអ្វីៗទាំងអស់វាបានចាប់ផ្ដើមឡើងមកពីណាមិនមែនសម្រាប់តែយើងទេតែសម្រាប់អរិយធម៌ខ្លួនឯងតែម្ដងតើមនុស្សដំបូងគេបានផ្លាស់ប្ដូរជីវិតរស់នៅបែបដើរផ្លាស់ទីរបស់ពួកគេទៅជាទីក្រុងដែលតាំងលំនៅឋានច្បាស់លាស់ច្បាប់និងសិល្បៈចាប់តាំងពីពេលណាថ្ងៃនេះយើងនឹងធ្វើដំណើរថយក្រោយទៅក្នុងអតីតកាលដើម្បីលាតត្រដាងរឿងរ៉ាវនៃអរិយធម៌លើកដំបូងគេបង្អស់នៅលើផែនដីជួយយើងធ្វើដំណើរទៅកាន់កាហ្វេអវតារមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអវតារដែលគ្រាន់តែធ្វើការ comment ឬឆាតចូលពេកកាហ្វេអវតារហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិតទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ជួយយើងធ្វើដំណើរទៅកាន់ទឹកដីមួយដែលស្ថិតនៅចន្លោះទន្លេពីរគឺទន្លេទីទ្រីសនិងទន្លេអ៊ឺប្រាតតំបន់នេះត្រូវបានគេស្គាល់ថាជាមេសូបូតាមីឬដីគោកចន្លោះទន្លេដែលជារឿងរ៉ាវរបស់យើងចាប់ផ្ដើមលេចចេញនៅប្រហែល 4000 ឆ្នាំមុនគ្រិស្តសករាជនៅក្នុងផ្នែកខាងត្បូងនៃមេសូបូតាមីដែលមានឈ្មោះថាស៊ូមេមានរឿងរ៉ាវដ៏អស្ចារ្យមួយបានចាប់ផ្ដើមកើតឡើងមនុស្សបានចាប់ផ្ដើមប្រមូលផ្ដុំគ្នាក្នុងសហគមន៍ដែលមានការរៀបចំដ៏ធំកសាងទីក្រុងដំបូងបំផុតរបស់ពិភពលោកដូចជាទីក្រុងអ៊ូរ៉ុបទីក្រុងអ៊័រនិងទីក្រុងអេរីដូដូច្នេះតើអ្វីដែលធ្វើឲ្យស៊ូមេមានភាពពិសេសយ៉ាងនេះវាជាព្យុះនៃនាវានវត្តជនជាតិស៊ូមែនជាកសិករដ៏ប៉ិនប្រសប់ពួកគេបានបង្កើតប្រព័ន្ធធារាសាស្ត្រដ៏ស្មុគស្មាញដោយប្រើប្រឡាយទឹកជីកពីទន្លេទៅកាន់វាលស្រែរបស់ពួកគេនេះបាននាំឲ្យមានផលលើសចំណីអាហារដែលជាការផ្លាស់ប្ដូរទាំងស្រុងជាលើកដំបូងមិនមែនគ្រប់គ្នាត្រូវតែក្លាយជាកសិករនោះទេនេះបានដោះលែងមនុស្សឲ្យក្លាយជាសិប្បករបូជាចារ្យទាហាននិងស្មៀនហើយនិយាយអំពីស្មៀនជនជាតិស៊ូមែនបានផ្ដល់ឲ្យយើងនូវការច្នៃប្រឌិតដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគឺការសរសេរពួកគេបានបង្កើតប្រព័ន្ធមួយដែលមានឈ្មោះថា Cuneiform ដែលប្រើសញ្ញារាងគ្រុឌឆ្មាចុចចូលទៅក្នុងបន្ទះដីឥដ្ឋនេះមិនមែនសម្រាប់តែសរសេរសម្បត្តិនោះទេគឺសម្រាប់កត់ត្រាច្បាប់តាមដានធ្វើពាណិជ្ជកម្មនិងរឿងនិទានរឿងវីរភាពនានាដូចជារឿងរ៉ាវរបស់ Gilgamesh ដែលជាស្នាដៃអក្សរសិល្ប៍ដ៏ចំណាស់បំផុតមួយដែលគេស្គាល់ជនជាតិស៊ូមែនក៏ជាអ្នកត្រួសត្រាយនៅក្នុងរដ្ឋាភិបាលគណិតវិទ្យានិងតារាសាស្ត្រផងដែរពួកគេបានបង្កើតប្រព័ន្ធច្បាប់មួយបង្កើតកង់និងបានបង្កើតប្រព័ន្ធលេខផ្អែកលើ60ដែលជាមូលហេតុដែលយើងនៅតែមាន60វិនាទីក្នុង1នាទីនិង60នាទីក្នុង1ម៉ោងពួកគេបានកសាងប្រាសាទដ៏ធំសម្បើមមួយដែលមានឈ្មោះថា Ziggurat ដើម្បីគោរពដល់ព្រះរបស់ពួកគេហើយបានគូសវាសតារាផងដែរគេដំណើររបស់ស៊ូមេគឺនៅជុំវិញយើងនៅក្នុងមូលដ្ឋានគ្រឹះនៃពិភពលោកសម័យទំនើបរបស់យើងចាប់ពីរបៀបដែលយើងកំណត់ពេលវេលារហូតដល់គំនិតនៃទីក្រុងយើងជំពាក់គុណយ៉ាងខ្លាំងចំពោះអ្នកត្រួសត្រាយសម័យបុរាណទាំងនេះនៅក្នុងមេសូបូតាមីសូមអរគុណសម្រាប់ការចូលរួមជាមួយខ្ញុំក្នុងការធ្វើដំណើរដ៏អស្ចារ្យនេះថយទៅក្នុងអតីតកាលប្រសិនបើអ្នកពេញចិត្តវីដេអូនេះកុំភ្លេចចុចប៊ូតុង Like, Subscribe និងចុចកណ្ដឹងផងដើម្បីកុំឲ្យខកខានរាល់វីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ